មានមនុស្សស្រីណាចង់ខ្លាយខ្លួនជាម្ដាយនោះទេដោយសារតែភាពអត់ធ្មត់នឹងវាមានដែនកំណត់ការតស៊ូរួមរស់ជាមួយគ្នាជាប្តីប្រពន្ធណាគាត់ខំប្រឹងខំមាត់សង្កត់ចិត្តគ្រប់បែបយ៉ាងអត់ធ្មត់ផ្ដល់ឲ្យក្រុមគ្រួសារហ្នឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីតែមានសុភមង្គលគ្រួសាររហូតដល់មនុស្សស្រីខ្លះគាត់អត់ចង់លែងលះឲ្យព្រោះគាត់ខ្លាចកូនរបស់គាត់ហ្នឹងអត់មានតាហៅដូច្នេះគាត់ទ្រាំរហូតដល់ផ្លូវចិត្តគាត់ហ្នឹងក្រំគ្រាអស់ហើយទើបគាត់សម្រេចចិត្តត្រូវតែដោះលែងឲ្យខ្លួនឯងមានសេរីភាពមនុស្សស្រីដែលគាត់ហ៊ានហាមាត់ថាលែងលះហើយគាត់កាច់ចិត្តដាច់អស់ហើយកុំសង្ឃឹមថាអ្វីនឹងត្រឡប់មកដូចដើមដូច្នេះត្រូវតែថែរក្សាមនុស្សដែលខ្លួនស្រឡាញ់ថែរក្សាគ្រួសារដ៏តូចមួយនេះឲ្យមានសុភមង្គលផ្ដល់ក្តីស្រឡាញ់ដល់ភរិយារបស់ខ្លួនឲ្យបានគ្រប់គ្រាន់ទើបយើងអាចថែរក្សាសុភមង្គលគ្រួសារនេះឲ្យមានភាពរីកចម្រើនបានតាមដានវីដេអូបន្តទៀតដើម្បីដឹង tips សំខាន់ៗក្នុងការថែរក្សាទំនាក់ទំនងក្រុមគ្រួសារ